ពិធីចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះស្ត្រីក្រោយសម្រាលនៅតាមមណ្ឌលសុវត្ថិភាពចំនួន2ទីតាំងគឺទីតាំងសុវត្ថិភាពវត្តប្រាសាទគោកចកនិងវត្តពោធិ៍ក្រឡាញ់ក្នុងខេត្តសៀមរាបនាសប្តាហ៍កន្លងទៅនេះឯកឧត្តមបណ្ឌិតក្រសារ៉ាត់សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសហការជាមួយនឹងកាកបាទក្រហមកម្ពុជាដឹកនាំដោយលោកជំទាវមុំចន្ទធីនាយិការងនាយកដ្ឋានសុខភាពនិងប្រតិភូអមដំណើរលោកស្រី Caroline M Vanaki ប្រធានប្រតិភូតំណាងអង្គការ UNSPA ប្រចាំនៅកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងយកកញ្ចប់ឃាតចំនួន200ឃាតជូនស្ត្រីមានផ្ទៃពោះស្ត្រីក្រៅសម្រាលពី0ខែទៅ6ខែនៅតាមមណ្ឌលសុវត្ថិភាពចំនួន2ទីតាំងរួមមានទីតាំងសុវត្ថិភាពវត្តប្រាសាទគោកចកក្នុងក្រុងសៀមរាបនិងទីតាំងសុវត្ថិភាពវត្តពោធិ៍ក្រឡាញ់ក្នុងស្រុកក្រឡាញ់ក្នុងឱកាសនោះឯកឧត្តមបានសម្ដែងសម្ដាលនិងពំនាំនៅប្រសាសន៍ប្រាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកដល់ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាឯកឧត្តមប្រាក់សុផុនប្រធានគណៈកម្មាធិការសាខាដែលតែងតែគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅនិងស្និទ្ធស្នាលដោយមិនប្រកាន់វណ្ណៈជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយស្របតាមទិសស្លោកថាកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលនិងទីណាមានទុកលំបាកទីនោះមានកាកបាទក្រហមកម្ពុជាមិនតែប៉ុណ្ណោះឯកឧត្តមក៏បានក្រានរំលឹកបងប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាពអនាម័យដោយប្រកាន់ភ្ជាប់នូវការរស់នៅស្អាតហូបស្អាតនិងផឹកស្អាតជាពិសេសស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីទើបសម្រាប់កូនឯកឧត្តមក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរមូលដ្ឋាននិងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាអ្នកស្ម័គ្រចិត្តនិងក្រុមការងារពេទ្យដែលប្រចាំការនៅក្នុងមណ្ឌលសុវត្ថិភាពដែលបានលះបង់កម្លាំងកាយចិត្តខិតខំរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពជូនដល់ជនភៀសសឹកនៅគ្រប់ទីកន្លែងសម្ភារៈដែលទទួលបានក្នុងមួយគិតរួមមានសាប៊ូដុសខ្លួន2ដុំសាប៊ូបោកខោអាវ1កញ្ចប់សម្លៀកអនាម័យ4ដុំសារ៉ុង2និងក្រមា2